បើសិនជាអ្នកគ្នាទើបចប់ទី12ហើយមានបំណងចង់មករៀន IT អញ្ចឹងខ្ញុំសូមណែនាំឲ្យអ្នកគ្នាកុំប្រញាប់រៀនកូដលឿនពេកព្រោះបើសិនជាយើងចំណាយពេលរយៈពេល6ខែដើម្បីរៀនកូដអំពីមូលដ្ឋានគ្រឹះមកវាដល់ពេលយើងរៀនចប់យើងនឹងពេលខ្លះគេអាចមានអារម្មណ៍ថាអូកូដមិនមែនជាអ្វីដែលជាចំណូលចិត្តរបស់ខ្ញុំទេអញ្ចឹងធ្វើយើងចំណាយពេលវេលាយើងខំរៀនកូដ6ខែមូលដ្ឋានគ្រឹះរបស់យើងនឹងចោលទៅហ្មងទៅអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកប្រាប់អំពី5ចំណុចដែលអ្នកគ្នាត្រូវធ្វើមុនពេលអ្នកគ្នាចាប់ផ្ដើមរៀនកូដសូម្បីតែមួយបន្ទាត់ចំណុចទី1ដែលអ្នកគ្នាត្រូវដឹងគឺ IT វាមិនមែនមានតែមួយផ្លូវទេគឺវាមានច្រើនមែនទែនដូចជា web development mobile development network engineering cyber security data science AI machine learning DevOps ហើយរបស់ទាំងអស់ហ្នឹងគឺវាធ្វើការខុសគ្នាទាំងអស់អ្នកគ្នា web development វាតាក់ទងជាមួយនឹងការសរសេរ website ចំណែកឯ cyber security វាតាក់ទងជាមួយនឹងការការពារប្រព័ន្ធពីពួក hacker ចំណែកឯ data វាតាក់ទងជាមួយការវិភាគទិន្នន័យដល់ពេលយើងចាប់ផ្ដើមដំបូងមកដោយយើងមិនទាន់ដឹងពី IT ច្បាស់លាស់ទេយើងឃើញគេរៀនកូដតាមគេអញ្ចឹងហើយដល់ពេលដែលថ្ងៃណាមួយយើងគិតថាវាដូចមិនស័ក្តិសមមួយយើងសោះព្រោះយើងអត់ដឹងពី IT ច្បាស់លាស់ពេលអញ្ចឹងទៅយើងចាប់ផ្ដើមឡើងដោយមិនត្រូវដោយយើងរៀនតាមគេអញ្ចឹងបើសិនជាយើងចង់ចាប់ផ្ដើមអ្វីមួយយើងគួរស្រាវជ្រាវសិនថាក្នុង IT វាមានអីខ្លះវាមិនមានតែការសរសេរកូដsamaមុខទេវាមានតាក់ទង network វាមានតាក់ទងមួយ DevOps វាពាក់ព័ន្ធជាមួយនឹង machine learning អញ្ចឹងតែអ្នកគ្នាអាចស្រាវជ្រាវមុនសិនមុនចាប់ផ្ដើមរៀនសរសេរកូដកំហុសធំបំផុតរបស់អ្នកដែលទើបចាប់ផ្ដើមនោះគឺនៅពេលដែលពួកគាត់ចាប់ផ្ដើមឡើងពួកគាត់រៀនអានេះបន្តិចអានោះទៀតឬរៀនគ្រប់មុខមកបានន័យថានៅក្នុង web app គាត់រៀនបានតិចទៅនៅក្នុង cyber security គាត់រៀនបានតិចទៅហើយដល់ពេលតាក់ទង mobile គាត់រៀនបានតិចទៅតាក់ទង data គាត់រៀនបានតិចទៅសម្រាប់ខ្ញុំសូមណែនាំឲ្យអ្នកគ្នាជ្រើសមកផ្លូវដើម្បីមករៀនសិនបើសិនតែគ្នាចាប់អារម្មណ៍ទៅលើ cyber security ផ្ដោតសំខាន់ទៅលើតែ cyber security មួយបានហើយបើសិនចាប់អារម្មណ៍ទៅលើ website ផ្ដោតសំខាន់ទៅលើ website មួយបានហើយដល់ពេលថ្ងៃណាមួយយើងយល់ច្បាស់យើងចេះពីវាយើងអាចធ្វើការពីវាបានហើយយើងចង់ឈានទៅមួយផ្នែកទៀតក៏អត់បញ្ហាដែរព្រោះយើងមានអានេះមួយច្បាស់លាស់ហើយនឹងចំណុចទី3ដឹងអំពី foundation ដែលត្រូវរៀនមុននឹងចាប់ផ្ដើមរៀនកូដជ្រៅយើងត្រូវដឹងអំពី foundation 4យ៉ាងនេះសិនមុននឹងយើងចាប់ផ្ដើមរៀនទី1អំពីតើកុំព្យូទ័រវាដំណើរការយ៉ាងម៉េចទី2អ៊ីនធឺណិតវាដំណើរការយ៉ាងម៉េចហើយទី3 programming វាមិនមែនគ្រាន់តែជាភាសាកូដទេប៉ុន្តែគឺជា logic នៃការគិតដើម្បីបញ្ជាឲ្យកុំព្យូទ័រដំណើរការហើយទី4គឺភាសាអង់គ្លេសដោយសារតែឯកសារមួយចំនួនស្ទើរតែភាសាអង់គ្លេស 100% ហើយតែបើសិនជាយើងខ្សោយភាសាអង់គ្លេសមិនមែនបានន័យថាយើងរៀនកើតទេយើងអាចរៀនបានដោយយើងប្រើនៅ tool មួយចំនួនដើម្បីជំនួយក្នុងការបកប្រែវាបានដូចជា Google Translate ប្រើ AI ឲ្យវាជួយបកប្រែអញ្ចឹងទៅចំណុចទី4គឺរៀនធ្វើបច្ចេកមានន័យថានៅពេលដែលយើងរៀនតាមខុសរយៈពេល3ខែអញ្ចឹងយើងកុំរៀនចោលយើងអាចមើលខុសវីដេអូរៀនបណ្ដាលធ្វើបច្ចេកបណ្ដាលដោយយើងមាន plan ត្រឹមត្រូវរៀនឲ្យបានត្រឹមត្រូវយើងរៀនអំពី concept មួយហ្នឹងបើសិនជា concept មួយហ្នឹងគេរៀនពី function អញ្ចឹងយើងអាចយក function មួយហ្នឹងទៅ apply ដើម្បីធ្វើបច្ចេកបណ្ដាលទៅដល់ពេលយើងរៀនចប់មកខុសមួយហ្នឹងយើងអាចធ្វើបច្ចេកបានហ្មងចំណុចទី5គឺការរៀបចំ plan បើសិនជាយើងចាប់ផ្ដើមរៀន IT យើងគួរតែមាន plan ក្រុងទុកមុនឧទាហរណ៍ថាយើងមាន plan រយៈពេល4ខែអញ្ចឹង4ខែហ្នឹងត្រូវធ្វើអីគេខ្លះខែទី1រៀនអីគេខែទី2រៀនអីគេខែទី3រៀនអីគេខែទី4រៀនអីគេឧទាហរណ៍ថាយើងចាប់ផ្ដើមលើ website អញ្ចឹងខែទី1យើងចាប់ផ្ដើមរៀនទៅលើ HTML CSS JavaScript ហើយខែទី2យើងអាចចាប់ផ្ដើមរៀនជាមួយនឹងដូចជាពួក framework overview React អីចឹងទៅចំណែកឯខែទី3យើងអាចចាប់ផ្ដើមឡើងជាមួយនឹងរៀន back end ដើម្បី apply ជាមួយនឹងfront end របស់យើងតាក់ទងទៅនឹង HTML CSS JavaScript ឬក៏ framework របស់វាហ្នឹងហើយខែទី4យើងអាចយករបស់ទាំងអស់ហ្នឹងយក apply ដើម្បី build ជាបច្ចេករបស់យើងមួយដើម្បីថ្ងៃក្រោយយើងអាចយកវាទៅ apply នៅក្នុងគម្រោងការងាររបស់យើងបានតែមិនមែនបានន័យថាយើងកំពុងតែរៀនរបស់តាំងពីខែទី1រហូតដល់ខែទី4ហ្នឹងយើងអត់ធ្វើបច្ចេកទេណាយើងរៀនបណ្ដាលយើង apply ធ្វើបច្ចេកវាបណ្ដាលកុំរៀនចប់បានធ្វើបច្ចេកដែលរៀនចប់បានធ្វើបច្ចេកគឺជានឹង fail យ៉ាងស្រងហ្មងដោយសារតែបើយើងរៀនណាមុខផ្លែក្រៅផ្លែមុខអញ្ចឹងធ្វើយើងអាចចាំបានល្អទេអញ្ចឹងរៀនបណ្ដាលយករបស់ទាំងអស់ហ្នឹង apply បណ្ដាលអ្នកគ្នាអញ្ចឹង5ចំណុចហ្នឹងគឺជាផ្លូវដែលអ្នកគ្នាត្រូវសម្រេចចិត្តមុនពេលអ្នកគ្នាចង់ចាប់ផ្ដើមរៀនកូដបើសិនជាគ្នាចាប់អារម្មណ៍លើផ្លូវមួយណាអាចជ្រើសរើសផ្លូវមួយហ្នឹងយកមករៀនមកដើម្បីកុំឲ្យយើងធ្វើខុសនៅក្នុងការចាប់ផ្ដើមរៀនចាប់ផ្ដើមដំបូងអញ្ចឹងបើសិនជាអ្នកគ្នាមើលនៅលើ TikTok កុំភ្លេចជួយចុច follow
បេះដូងនិង comment ដាក់មួយបើសិនជាមើលនៅលើ YouTube កុំភ្លេចចុច Subscribe ហើយនិង like ដាក់មួយមកបើសិនជាមើលលើ Facebook កុំភ្លេចចុច Follow ដែរផងមកជួបគ្នានៅវីដេអូក្រោយបាយបាយ